សម្រាប់បងប្អូនយើងដែលមិនចូលចិត្តញ៉ាំទាបងប្អូនអាចសាកល្បងធ្វើមុខម្ហូបនេះបានព្រោះថាទារបស់យើងធ្វើអញ្ចឹងវាអត់មានក្លិនទេហើយយើងបានរសជាតិឆ្ងាញ់អញ្ចឹងណាហើយមុខម្ហូបនេះគឺយើងយកមកធ្វើទាតកួនបងប្អូនរសជាតិគេថាឆ្ងាញ់មែនទែនបាទហើយបន្តិចទៀតគឺទៅតាមដានទស្សនានេះធ្វើនិងគ្រឿងផ្សំជាមួយគ្នាទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំមានប៉ុណ្ណឹងហើយឥឡូវយើងមកធ្វើតែម្ដងហើយមុនដំបូងខ្ញុំដាក់ប្រេងឆាក្តៅបន្ទាប់ពីប្រេងឆាក្តៅហើយខ្ញុំយកខ្ទឹមសខ្ញុំច្រាំហើយយើងមករំលីងវាសិនយើងរំលីងខ្ទឹមសឲ្យឈ្ងុយសិនណាហើយភ្លើងឡើងនេះដាក់ម៉ូមកដល់ពេលខ្ទឹមសវាឈ្ងុយហើយខ្ញុំដាក់គល់ស្លឹកគ្រៃគល់រំដេងល្វិសើចដែលយើងដំទូៗហ្នឹងចូលមកហើយយើងរំលីងវាម្ដងទៀតយើងរំលីងវាឈ្ងុយជុំគ្នាមកដល់ពេលវាឈ្ងុយប៉ុណ្្នឹងហើយខ្ញុំដាក់ម្ទេសប្លោកកិនយកទៅហើយយើងឆាវាមកឲ្យវាឈ្ងុយដូចគ្នាហើយម្ទេសប្លោកក្រៀមនេះដាក់ដើម្បីយកពណ៌យើងដាក់ប៉ុណ្្នឹងពណ៌វាស្អាតហើយសាច់ទារបស់យើងយើងគោវាសប់មកដល់ពេលវាសប់ប៉ុណ្្នឹងហើយយើងដាក់សាច់ទាយកទៅហើយចំណែកសាច់ទាហ្នឹងគឺខ្ញុំកាប់វាធំល្មមអត់ឲ្យវាតិចតូចពេកទេហើយក៏មិនឲ្យវាធំពេកដែរព្រោះយើងកាប់តិចតូចពេកវាអត់ស្អាតទេបងប្អូនពេលវាឆ្អិនវារួញតូចអស់អញ្ចឹងណាហើយយើងកូរវាមកដល់ពេលខ្ញុំកូរសពប៉ុណ្្នឹងហើយយើងមកផ្សំគ្រឿងដោយមុនដំបូងខ្ញុំដាក់ទឹកត្រីកាពិស្ករសហើយប៊ីចេងខ្ញុំដាក់បន្តិចទេបើសិនបងប្អូនមិនញ៉ាំបាច់ដាក់ក៏បានដែរប៊ីចេងហើយនឹងរ៉ូឌីបន្តិចដែរហើយយើងកូរវាមកកូរឲ្យសាច់វាចូលជាតិនឹងគ្រឿងគ្រើយើងផ្សំបាញ់មិញណាហើយកន្លែងហ្នឹងយើងអាចបន្ថែមភ្លើងបានយើងបន្ថែមភ្លើងឲ្យខ្លាំងវិញមកហើយយើងកូរអញ្ចឹងបន្តមកទៀតខ្ញុំបន្ថែមទឹកវាបន្តិចដើម្បីរំងាស់វាដាច់ទឹកព្រៃកុំឲ្យវាខ្លោចហើយយើងគ្របគម្របទៅរំងាស់វាដាច់ទឹកព្រៃបានវាអត់មានក្លិនទាបើមិនយើងរំងាស់មិនដាច់ទឹកព្រៃទេវាអាចនឹងមានក្លិនណាដល់ពេលយើងរំងាស់យើងអាសាបើកមើលផងព្រោះថាយើងដាក់គ្រឿងគ្រើហើយវាអាចនឹងខ្លោចអញ្ចឹងបងប្អូនយើងបើកហើយយើងកូរវាមកត្រឡប់ពីត្រឡប់ហើយខ្ញុំដាក់តៅហ៊ូដបខ្ញុំដាក់ប៉ុណ្ណឹងបន្តទៀតយើងកូរវានេះមកដើម្បីឲ្យវាសព្វគ្នាឃើញតែវាកូរប៉ុណ្ណឹងខ្ញុំថែមទឹកមួយចានទៀតហើយខ្ញុំកូរវាម្ដងទៀតមកឲ្យវាសព្វបាតឆ្នាំងហើយយើងរំងាស់វាម្ដងទៀតមករំងាស់ឲ្យពុះសិនបន្ទាប់វាពុះហើយយើងបើកកម្រងយើងកូរម្ដងទៀតហើយនេះខ្ញុំដាក់ចក្រានខ្ជុំហ្នឹងណាព្រោះថាយើងរំងាស់វាយូរដើម្បីឲ្យវាផុយយើងធ្វើឲ្យផុយមិនឆ្ងាញ់ទៅទៀតហ្នឹងដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ខ្ទិះដូងចូលទៅហើយយើងកូរវាម្ដងទៀតកូរវាសព្វគ្នាមកហើយភ្លើងឡើងហ្នឹងយើងដាក់ខ្លាំងមកដើម្បីឲ្យវាលហាផុយអញ្ចឹងណាហើយយើងរំងាស់វាម្ដងទៀតនេះឥឡូវវាពុះម្ដងទៀតហើយបងប្អូនគឺថាសាច់ទារបស់យើងវាឆ្អិនហើយជាបន្ទាប់ខ្ញុំមកចៀនតៅហ៊ូហើយនឹងត្រាវខ្ញុំដាក់ពីរមុខហ្នឹងបន្លែហើយយើងចៀនឲ្យឆ្អិនមកមានដល់ពេលវាឆ្អិនហើយយើងស្រង់វាឡើងសម្រាប់ប្រេងឆាឲ្យអស់ហើយឥឡូវយើងមករៀបដាក់ឆ្នាំងមួយទៀតដើម្បីញ៉ាំតែម្ដងហើយបើសិនបងប្អូនធ្វើច្រើនបងប្អូនអាចរំលែកពីអញ្ចឹងញ៉ាំយ៉ាងដាក់មួយចានទៅតាមសមាជិករបស់យើងហើយខ្ញុំដាក់មីស៊ូតកួនហើយនឹងបន្លែយើងជៀនហាំបាញ់មិញហ្នឹងចូលមកហើយប៉ុណ្ណឹងជាការស្រ័យយើងអាចយកមកជ្រលក់នឹងទឹកជ្រលក់យើងបានហើយខ្ញុំប្រាប់តាំងពីដំបូងអញ្ចឹងបើសិនបងប្អូនមិនចូលចិត្តញ៉ាំទាបងប្អូនអាចសាកល្បងធ្វើអញ្ចឹងបានដឹងតែជាប់ចិត្តហើយបាទហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងទេបាទសូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា